ករភាគច្រើនគឺគាត់ផ្ដោតលើគុណភាពគាត់ផ្ដោតទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពផលិតផលរបស់គាត់ចំពោះអ្នកប្រើប្រាស់តើផលិតករខ្មែរផលិតផលផ្ដោតទៅលើគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ប្រជាជនខ្មែរដែរទេចា៎បាទអរគុណច្រើនកញ្ញាសំណួរពិតជាល្អមែនទែនហើយវាមានសារៈសំខាន់ណាស់ដែលជាជនខ្មែរយើងជាពិសេសដែលយើងហៅខ្លីថាជាអ្នកប្រើប្រាស់អញ្ចឹងយើងជាអ្នកប្រើប្រាស់គឺយើងចង់បានផលិតផលដែលមានគុណភាពយើងចង់បានផលិតផលដែលមានប្រសិទ្ធភាពហើយអ្វីដែលសំខាន់នោះគឺវាមានសុវត្ថិភាពសម្រាប់យើងដែលជាអ្នកប្រើប្រាស់អញ្ចឹងកន្លែងហ្នឹងខ្ញុំសូមកោតសរសើរទៅដល់ផលិតករខ្មែរយើងភាគច្រើនដែលគាត់ឈើផលិតទៅលើផលិតផលប្រើប្រាស់ផលិតផលសម្រាប់នៅក្នុងស្រុកខ្ញុំអត់និយាយរឿងផលិតផលនាំចូលទេអញ្ចឹងផលិតផលប្រើប្រាស់នៅក្នុងស្រុកហ្នឹងគឺគាត់ផ្ដោតទៅលើការទទួលខុសត្រូវរបស់គាត់សិប្បករភាគច្រើនហ្នឹងគឺគាត់ផ្ដោតទៅលើគុណភាពគាត់ផ្ដោតទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពផលិតផលរបស់គាត់ចំពោះអ្នកប្រើប្រាស់ដោយសារអីគាត់មានរោងចក្រផលិតនៅក្នុងស្រុកហ្នឹងផ្ទាល់តែម្ដងហើយរោងចក្រហ្នឹងទៀតសោតគឺគាត់បង្កើតឡើងស្ទើរតែយកកម្លាំងរបស់គាត់ឬក៏រយៈពេលពាក់កណ្ដាលជីវិតរបស់គាត់ឬក៏មួយជីវិតរបស់គាត់យកទៅដាក់ទៅលើការងារផលិតរបស់គាត់ហ្នឹងអញ្ចឹងខ្ញុំជឿថាពួកគាត់ប្រយ័ត្នប្រយែងខ្ពស់ទៅលើការផលិតហើយនឹងធានាទៅលើគុណភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់អញ្ចឹងកន្លែងហ្នឹងក៏វាជាកត្តាមួយដែលជាការជំរុញឬក៏លើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ហ្នឹងគួរតែយល់ទឹកចិត្តនៃការផលិតទៅលើផលិតផលសម្រាប់របស់គាត់នៅក្នុងស្រុកហើយបានគាត់ផ្ដោតសំខាន់ទៅលើការផលិតនៅផលិតផលដែលមានគុណភាពប្រសិទ្ធភាពហើយនិងសុវត្ថិភាពដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលមូលហេតុអីដែលខ្ញុំយល់ថាវាសំខាន់ប្រសិនបើបងប្អូនអ្នកប្រើប្រាស់ប្រើទៅវាមានបញ្ហាឧទាហរណ៍ថាមានបញ្ហាដោយសារតែផលិតផលដែលបងប្អូនប្រើប្រាស់អញ្ចឹងបងប្អូនអាចទៅរើរោងចក្រនឹងឃើញបងប្អូនអាចទៅរើអ្នកផលិតបានដើម្បីមកទទួលខុសត្រូវវាខុសត្រង់ថាបើសិនជាផលិតផលនោះវាមានបញ្ហាហើយជាផលិតផលនាំចូលយើងមិនអាចទៅស្វែងរើរោងចក្រនៅក្នុងស្រុកនឹងបានទេដោយសារអីផលិតផលហ្នឹងត្រូវបានជួលឲ្យគេផលិតយើងមកចែកចាយនៅក្នុងស្រុកយើងរើឃើញបានត្រឹមតែក្រុមហ៊ុននាំចូលទេក្រុមហ៊ុននាំចូលនឹងទៀតសោតបងប្អូនអាចពិចារណាមើលខ្លួនឯងទៅថាកន្លងមកតើមានក្រុមហ៊ុនណាទទួលខុសត្រូវនៅពេលដែលមានបញ្ហាពាក់ព័ន្ធមួយបញ្ហាសុខភាពឬក៏សុវត្ថិភាពអ្នកប្រើប្រាស់ដែលប្រើប្រាស់ផលិតផលហ្នឹងណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទៅសិក្សាខ្លួនឯងទៅហើយវិភាគខ្លួនឯងទៅថាតើបងប្អូនទុកចិត្តផលិតផលនាំចូលកម្រិតម៉ានមានបញ្ហាអីតើបងប្អូនត្រូវចាយពេលវេលាចាយចិត្តចាយថវិកាប៉ុន្មានដើម្បីទៅឲ្យក្រុមហ៊ុនដែលផលិតទៅលើផលិតផលហ្នឹងគាត់ទទួលខុសត្រូវបើសិនជាផលិតផលហ្នឹងជាផលិតផលនាំចូលដូចខ្ញុំបានចែករំលែកមុនហ្នឹងទៀតគឺដូចយើងទៅរាវមជុលនៅក្នុងបាតសមុទ្រអញ្ចឹងចាមិនបាច់ដល់បាតសមុទ្រទេធ្វើបាតពីងក៏យើងពិបាករើដែរមែនទេដោយសារមជុលវាទូចហើយអញ្ចឹងអាតម្រុយនៃការស្វែងរកការទទួលខុសត្រូវទៅលើផលិតផលដែលយើងប្រើប្រាស់ប៉ះពាល់សុខភាពយើងឬក៏ប៉ះពាល់ផ្នែកនេះផ្នែកនោះនៃរាងកាយរបស់យើងគឺពិបាកប៉ុន្តែបើសិនជាបងប្អូនប្រើប្រាស់ឬក៏គាំទ្រផលិតផលនៅក្នុងស្រុករបស់យើងបើសិនជាមានបញ្ហាគុណភាពមានបញ្ហាប្រសិទ្ធភាពឬក៏បញ្ហាសុវត្ថិភាពណាមួយបងប្អូនអាចទៅស្វែងរកបានភ្លាមដោយសារអីអាជ្ញាធរគាត់អាចនឹងជួយសម្រួលកិច្ចការងារនឹងបានដោយសារតែក្រុមហ៊ុនឬក៏សិប្បកម្មរោងចក្រហ្នឹងគឺវាមានទីតាំងមូលដ្ឋាននៅក្នុងស្រុកខ្មែរយើងនៅក្នុងប្រទេសខ្មែរយើងហើយជាសិប្បករខ្មែរយើងទៀតអញ្ចឹងខ្ញុំជឿថាសិប្បករខ្មែរគាត់មិនទៅផលិតផលដែលទៅសម្លាប់ប្រជាជនខ្លួនឯងទេពីព្រោះអីគាត់ផលិតផលគឺគាត់ប្រើប្រាស់ខ្លួនគាត់ផ្ទាល់ដែរបងប្អូនគាត់សាច់ឈាមគាត់មិត្តភ័ក្តិគាត់ឬក៏អ្នកដែលមានទំនាក់ទំនងមួយគាត់គឺសិតតែជាអតិថិជនដែលប្រើប្រាស់និងគាំទ្រផលិតផលរបស់គាត់ដូចគ្នាអញ្ចឹងគាត់មិនទៅធ្វើឲ្យប៉ះពាល់ដល់សុខភាពឬក៏សុវត្ថិភាពអ្នកប្រើប្រាស់ដែលយើងពិបាកនៅក្នុងការពិចារណាផលិតផលនាំចូលតើវាមានផលរំខានដល់សុខភាពយើងឬក៏សុវត្ថិភាពយើងដល់កម្រិតណាទេដោយសារយើងមិនបានទៅសិក្សាស្រាវជ្រាវឲ្យវាស៊ីជម្រៅទៅលើផ្នែកវិទ្យាសាស្ត្រឬក៏ផលជះនៃការប្រើប្រាស់ផលិតផលទាំងវិញបាទព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង